ជំរាបសួរពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាជាទីគោរពជាទីស្រឡាញ់ថ្ងៃនេះខ្ញុំបាទបានវិលមកជួបពុកម៉ែមីងអ៊ំបងប្រុសបងស្រីម្ដងទៀតហើយថ្ងៃនេះខ្ញុំបាទបាននាំយកគាថាមួយគឺជាគាថាហៅស្ដេចមរិញគង្វាចឹងមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាជួយចុច Subscribe ចុច Like លើវីដេអូខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗឬក៏គាថាថ្មីៗបន្ថែមទៀតនិងជាការលើកទឹកចិត្តខ្ញុំបាទដើម្បីឲ្យខ្ញុំបាទរកវីដេអូរកគាថានិងធ្វើវីដេអូបង្ហាត់បង្រៀនពុកម៉ែមីងអ៊ំបងប្រុសបងស្រីបន្ថែមទៀតអញ្ចឹងគាថានេះគឺជាគាថាហៅស្ដេចមរិញគង្វាអញ្ចឹងអឺពុកម៉ែមីងអ៊ំទាំងអស់គ្នាមីងអ៊ំបងប្រុសបងស្រីទាំងអស់គ្នាមុននឹងជាវឬក៏មុននឹងអឺយកម្រិញគង្វាមកគឺយើងត្រូវតែសូត្រដាស់ទៅលើមរិញគង្វាដើម្បីអញ្ជើញស្ដេចមរិញគង្វាពីព្រៃពីភ្នំមកស្ថិតនៅក្នុងទូអង្គរបស់យើងដើម្បីឲ្យគាត់មកថែរក្សាឬក៏គាត់មកជួយការពារនៅកន្លែងរបស់យើងឬក៏ហៅភៀវឬក៏ហៅម៉ួយដើម្បីឲ្យយើងលុបដាច់អញ្ចឹងសម្រាប់អ្នកដែលគាត់រកស៊ីឬក៏គាត់ជំនឿទៅលើមរិញគង្វាគាត់តែងតែទិញកូនទះឬក៏ទិញសំទោសគាត់ជាវមរិញគង្វាហើយគាត់ទិញទះមកដាក់ចងនៅមុខផ្ទះដើម្បីឲ្យការពារផ្ទះឬក៏ហៅភៀវឲ្យចូលមកច្រើនអញ្ចឹងសម្រាប់គាថាហ្នឹងគឺគាថាហៅស្ដេចមរិញគង្វាពីព្រៃភ្នំឬក៏ពីព្រៃភ្នំដើម្បីឲ្យមកស្ថិតនៅក្នុងទូអង្គរបស់យើងហើយយើងជាវមកហើយយើងយកមកទុកអ្នកខ្លះគាត់ទិញផ្ទះទិញអីមកយើងដាក់នៅមុខផ្ទះទៅអ្នកខ្លះគាត់ដាក់នៅលើហឹងឬក៏អាសនៈរបស់គាត់ទៅអញ្ចឹងតាមជំនឿរៀងខ្លួនប៉ុន្តែនេះជាគាថាមួយដែលខ្ញុំចង់បង្ហាញអំពីការសូត្រសែបដើម្បីអញ្ជើញឬក៏ហៅមរិញគង្វាមកស្ថិតនៅក្នុងទូអង្គអញ្ចឹងមុននឹងចូលទៅដល់គាថាសូមពុកម៉ែមីងអ៊ំទាំងអស់គ្នាអ្នកដែលគាត់រៀនទៅលើគាថាដឹងពីដំណំអញ្ចឹងបំណងនៅក្នុងការរៀនសូត្រគឺទី1គឺផ្លែស្ពឺហាមញ៉ាំផ្លែស្ពឺផ្លែឃ្លោកនិងសាច់ឆ្កែអានេះគឺហាមដាច់ខាតអញ្ចឹងមុននឹងចូលដល់គាថាសូមពុកម៉ែមីងទាំងអស់មីងអ៊ំទាំងអស់គ្នាគឺត្រូវតែសូត្រអ្នកមោទាំងអស់គ្នា3ចប់មុននឹងចូលទៅដល់គាថាយើងសូត្រអ្នកមោ3ចប់យើងសូត្រទាំងអស់គ្នាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมពុទ្ធិស័កជាងនៅពេលដែលយើងសូត្រអ្នកមោចប់គឺយើងសូត្រអញ្ជើញគ្រូការសូត្រអញ្ជើញគ្រូនេះគឺយើងសូត្រដើម្បីឲ្យគ្រូមកស្ថិតនៅក្នុងខ្លួនយើងឬក៏មកជួយដាស់ជួយប្រសិទ្ធិទៅលើគាថាហ្នឹងឲ្យយើងសូត្រទៅមានឫទ្ធិជះមានបារមីខ្លាំងពូកែដើម្បីឲ្យគាត់ជួយហៅមរិញគង្វាហ្នឹងឲ្យមកស្ថិតនៅក្នុងតួអង្គគាត់ជួយប្រោះព្រំឬក៏ជួយដាស់នៅលើគាថារបស់យើងណាអញ្ចឹងយើងសូត្រទាំងអស់គ្នាអញ្ចឹងសម្រាប់ការអញ្ជើញគ្រូយើងសូត្រ3ចប់ឧមៈអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍ចាត់អរិយធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃព្រះពួកអញខ្ញុំស្វហៈឧមៈអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍ចាត់អរិយធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃព្រះពួកអញខ្ញុំស្វហៈអញ្ចឹងម្ដងទៀតឧមៈអញ្ជើញគ្រូព្រះរាហូអាគ្នេយ៍ចាត់អរិយធំទាំង10000លោកធាតុមកជួយទប់ខ្នងនៃព្រះពួកអញខ្ញុំស្វហៈអញ្ចឹងពុកម៉ែមីងអ៊ំទាំងអស់គ្នាសូត្រ3ចប់ហើយគឺយើងសូត្រចូលទៅដល់គាថាអញ្ចឹងអឺគាថាគឺយើងសូត្រ7ចប់ដូចគ្នាយើងសូត្រ7ចប់ហើយយើងសូត្រទាំងអស់គ្នា
Chắc phổ tăng ra hang phụ táo số một chương start mà rinh cung viên mộc hẹ mẹ hẹ mà là vui chẳng bắt đầu tiết chắc tộ phụ tăng ra hang phụ táo số một chương start mà rinh cung viên mộc hẹ mẹ hẹ mà là vui chẳng nhầm xong sau đầu tiết là mấy ai cũng mày mình ôm tao học start chẳng như sốt một bị job mà nhầm sốt bay job ấy chẳngនៅពេលដែលសូត្រពុកម៉ែមីងអមទាំងអស់គ្នាសូត្រ7ចប់ទៅអញ្ចឹងម្ដងទៀតខ្ញុំសូត្រមួយចាក់ភុពុតាំងអរហង្គភុតោសូមអញ្ជើញស្ដេចមរិញគង្វាមកអហិមៈអហិម៉ាណាវើយអញ្ចឹងគេថាគឺយើងខ្សែសូត្របែបហ្នឹងហើយយើងខ្សែសូត្រទៅយើងអុជធុកទៅហើយសម្រាប់មរិញគង្វាឬក៏គេហៅថាកូនក្រក់អីហ្នឹងគឺយើងអាសាដាក់ស្ករគ្រាប់រៀងរាល់ថ្ងៃទៅយើងអុជធូបដាក់កូរគ្រាប់ទៅរៀងរាល់ថ្ងៃទៅដើម្បីឲ្យពីច្រើនកូរគ្រាប់ក្មេងៗវាចូលចិត្តអញ្ចឹងនៅពេលដែលយើងដាក់កូរគ្រាប់ទៅយើងដាក់ទឹកយើងអាសាអុជធូបទៅប្រាប់ទៅហើយនៅពេលដែលយើងជាវមកយើងដាក់ឈ្មោះទៅដាក់ឈ្មោះអីដែលយើងស្រួលចាំព្រោះមរិញគង្វាហ្នឹងយើងជាវមកយើងកុំពេលយើងហើយកុំហៅមរិញគង្វាគឺយើងដាក់ឈ្មោះទៅឈ្មោះគាត់ទៅព្រោះក្មេងវាតែតែមានឈ្មោះហើយមនុស្សយើងតែតែមានឈ្មោះហើយយើងដាក់ឈ្មោះគាត់ទៅបុគ្គល B បុគ្គល B ទៅយើងហៅទៅរាល់ថ្ងៃទៅដើម្បីគាត់ជួយយើងអញ្ចឹងណាអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណពុកម៉ែមីងអ៊ំទាំងអស់គ្នាបងប្រុសបងស្រីទាំងអស់គ្នាដែលតែងតែជួយតាមដានឬក៏មើលវីដេអូឬក៏ជួយចុច like ចុច subscribe ទៅលើ channel ឬ YouTube របស់ខ្ញុំបើសិនជាពុកម៉ែមីងអ៊ំស្រឡាញ់ឬក៏ទៅលើវីដេអូបងប្រុសបងស្រីស្រឡាញ់លើវីដេអូឬក៏ចង់ឧបត្ថម្ភខ្ញុំបាទចង់ឧបត្ថម្ភពុកម៉ែមីងអ៊ំបងប្រុសបងស្រីអាចឧបត្ថម្ភបានទៅលើអេក្រង់ហ្នឹងយើងខ្ញុំបាទបានដាក់ធនាគារឬក៏នេះហើយអញ្ចឹងអាចឧបត្ថម្ភបានណាជាចុងក្រោយខ្ញុំបាទសូមអរគុណសូមជម្រាបលា